ខ្ញុំអស់រំលងវីដេអូមួយនេះបើអ្នកទាំងគ្នាចង់បានមុខស្អាតមិនមានបញ្ហាឡើងមុនកប់មុនខ្សាច់ជាពិសេសគឺមុនខ្ទុះនៅលើមុខនឹងតែម្ដងបញ្ហាដែលខ្ញុំនិយាយខាងលើនេះគ្រាន់តែមានជាមួយនឹង cleansing water មួយនេះ cleansing balm ឬក៏ oil ក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តប្រើជាមួយនឹង Ice Star cleansing water មួយនេះទី1គឺងាយស្រួលក្នុងការប្រើប្រាស់ហើយទី2ងាយស្រួលជូតសម្អាតនៅលើផ្ទៃមុខហើយអ្វីដែលគួរធ្វើមុនគេគឺជូតសម្អាតមុខពីរតង់ចំពោះការធ្វើ double clean នេះជាដំបូងអ្នកទាំងគ្នាគ្រាន់តែចាក់ cleansing water 2 ទៅ 3 ដំណក់នៅលើសម្លេងជូតមុខប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំប្រើជាមួយនឹង Ice Star pad ហើយនៅត្រង់កន្លែងភ្នែកអ្នកទាំងគ្នាអាចយកសម្លេងហ្នឹងគឺដាក់នៅលើភ្នែករបស់យើងទុកចោលប្រហែលជា1ទៅ2នាទីការធ្វើបែបនេះគឺអាច remove mascara ជាមួយនឹង eyeliner របស់យើងឲ្យបានជ្រះល្អខ្លាំងសម្រាប់ cleansing water នេះមិនត្រឹមតែជូតគ្រឿង make up ជ្រះបានល្អប៉ុន្តែក៏អាចជូតជំរះជាមួយនឹងធូលីដីផ្សែងជាតិប្រេងបាក់តេរីដែលជាប់នៅលើផ្ទៃមុខរបស់យើងពេញមួយថ្ងៃនេះអញ្ចឹងសម្រាប់អ្នកទាំងគ្នាដែលចាប់អារម្មណ៍ជាមួយនឹង Ice Star cleansing water និង Ice Star pad អ្នកទាំងគ្នាអាចធ្វើការ inbox ចូលមក page ដែលអ្នកទាំងគ្នាកំពុងតែមើលវីដេអូនេះបាន